សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញដល់អ្នកទាំងអស់គ្នាពីរបៀបបំលែងនៃ file ពី PDF ទៅជា file JPG ឬក៏ជារូបភាពជាដំបូងយើងចូលនៅក្នុងកម្មវិធី Chrome រួចហើយយើងទៅ search ពាក្យថា pdf2go.com យើង search មកដល់ចំណុចនេះគឺយើងទៅរកពាក្យថា pdf2jpg យើងចុចលើវាមួយមកដល់ចំណុចនេះគឺជាចំណុចដែលយើងត្រូវរក file ដែលយើងចង់បំលែងយើងចុចលើវាមួយមកដើម្បីទៅរក file ហើយយើងទៅស្វែងរក file ដែលយើងចង់បំលែងវាទៅជា file JPG មកដល់កន្លែងនេះយើងរងចាំវាបន្តិចហើយមកដល់ចំណុចនេះគឺយើងទៅកំណត់កន្លែង DPI កន្លែងនេះយើងដាក់ត្រឹម600មកហើយកន្លែងquality យើងអូសវាមកអស់មករួចហើយយើងចុចពាក្យថា start ដើម្បីបំលែងទៅជា file JPG កន្លែងនេះយើងរងចាំវាបន្តិចកន្លែងនេះវាអាចរៀងយូរប៉ុន្តែខ្ញុំកាត់ឲ្យវាខ្លីមកគឺវាអាស្រ័យទៅលើឯកសារដែលយើងបានបំលែងនោះច្រើនឬតិចអញ្ចឹងបាទយើងពិនិត្យអស់rồiហើយយើងកុំភ្លេចចុចចូលនៅកន្លែងពាក្យថា select all បើវាអត់បាន select ឲ្យយើងទេយើងចុចចូលនៅកន្លែងពាក្យថា select all ដើម្បីឲ្យវា download ឲ្យយើងទាំងអស់បន្ទាប់មកយើងចុចចូលកន្លែងពាក្យថា download ហើយយើងទៅរកពាក្យថា download as zip ដើម្បីឲ្យវា download ជា file ឲ្យយើងកន្លែងនេះវានឹង download ឲ្យយើងហើយកន្លែងនេះក៏រៀងយូរដែរគឺយើងត្រូវការរងចាំវាគឺអាស្រ័យទៅលើអ៊ីនធឺណិតនិងកុំព្យូទ័ររបស់យើងបន្ទាប់ពីវាបាន download ពេញហើយយើងទៅចុចចូលមើល file ដែលយើងបាន download នោះហើយយើងចុចចូល file ដែលយើងបានបំលែងនោះហើយយើងគ្រាន់តែ select លើវាទាំងអស់មកដើម្បីងាយស្រួលក្នុងការមើលហើយយើងចុចចូលទៅពាក្យថា cut ឬក៏ copy ក៏បានដែរយើងគ្រាន់តែទៅ cut នៅក្នុង folder ដែលយើងចង់រក្សាទុកវាដើម្បីយើងងាយស្រួលក្នុងការស្វែងរកនៅពេលក្រោយអញ្ចឹងយើងគ្រាន់តែទៅផាសនៅក្នុង folder ដែលយើងចង់រក្សាទុកវានឹងពេលនោះវានឹងបង្ហាញទៅជាឯកសារជារូបភាពពី file PDF ទៅជារូបភាពឲ្យយើងជាការស្រេចវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់សូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ